Chấm rắn phố nhân yêu quân bò sát cả nào và thầy làm tại cầu bóng lành nít cái lành trượt đây nít tên tiện mời thiệt rồi chẳng tiện cứ cái đặt học được trong prey chẳng ảnh thầy miền Hàn prey cua cái mùi nâng sạt prey nè xe vía ប្រជាសហគមន៍បារម្ភពីការបាត់បង់ឆាប់រហ័សនៅសត្វព្រៃប្រភេទកម្រពីតំបន់ការពារព្រៃសង់រុក្ខវ័នស្ថិតក្នុងខេត្តដ៏បញ្ជ័យក្រោយរកឃើញបាត់ល្មើសចាប់សត្វព្រៃនិងអន្ទាក់ពីតំបន់មួយនេះមានការកើនឡើងប្រធានសហគមន៍ព្រៃសង់រុក្ខវ័នព្រះអង្គថោធុរស់មានសង្កេតការណ៍ឲ្យដឹងថារយៈពេល2ខែចុងក្រោយនេះបាត់ល្មើសចាប់សត្វព្រៃពីតំបន់ដែនជម្រកសត្វព្រៃសង់រុក្ខវ័នដើម្បីធ្វើម្ហូបនិងជួញដូរមានការកើនឡើង ព្រះអង្គបានបញ្ជាក់ថារយៈពេល2ខែពលគឺចាប់ពីខែតុលាដល់ខែវិច្ឆិកាឆ្នាំ 2025 នេះសមាជិកសហគមន៍ចុះសារអន្ទាក់បានចន្លោះចាប់ពី500ទៅ600អន្ទាក់និងប្រទះឃើញកន្លែងសត្វជាប់អន្ទាក់និងពន្លះយកសាច់សត្វជាច្រើនកន្លែងទៀត មានការព្រួយបារម្ភមែនទែនព្រោះអន្ទាក់នេះឆ្នាំនេះយើងឃើញមានអន្ទាក់ផ្លែកយ៉ាងម៉េចក៏ការដាក់កន្លែងនេះមួយកន្លែងនោះមួយដោយសពដងមែនប៉ុន្តែឆ្នាំនេះយើងឃើញមានការគិតយកអាដើមព្រាលសម្បកព្រាលហ្នឹងយកទៅចងភ្ជាប់ជាមួយខ្សែអន្ទាក់បានន័យថាបើយើងដើរកន្លងមើលតាមធម្មតាបានចាប់អារម្មណ៍អីទេគឺមើលខ្សែអន្ទាក់អត់ឃើញទេហើយវាស្របពេលដែលកន្លែងអន្ទាក់ហ្នឹងមានកន្លែងប្រភេទស្រោងពាក់កណ្ដាលស្រោងព្រៃស្រោងពាក់កណ្ដាលព្រៃស្រោងយើងទៅយើងវាពិបាកទីដែលបើដើមឈើវាច្រើនអញ្ចឹងបើមិនបានពិនិត្យឲ្យបានហ្មត់ចត់ទេអត់ដឹងថាអន្ទាក់ទេ ជុំវិញករណីនេះព្រះអង្គថោធុរស់ព្រួយបារម្ភពីការបាត់បង់សត្វព្រៃនៅតំបន់ការពារមួយនេះដោយឆាប់រហ័សប្រសិនបើពុំមានការចូលរួមការពារពីអាជ្ញាធរពាក់ព័ន្ធឲ្យបានតឹងរ៉ឹង ជាមួយនឹងទាក់នេះដែរវាគេថាកត្តាមួយដែលគំរាមកំហែងដល់ពពួកសត្វព្រៃរហូតដល់សត្វមួយចំនួនខ្លះនោះវាផុតពូជហើយបើនៅតែមានទាក់នៅក្នុងព្រៃនៅឡើយទេមកគិតថាមិនជាយូរទេសម្រាប់ព្រៃសហគមន៍តំបន់ការពារហ្នឹងអាចប្រមាណតែ4-5ឆ្នាំអីយ៉ាងយូរវាអស់សត្វហើយកុំថាឡើយសត្វជ្រូកគឺគ្រប់ប្រភេទសត្វគឺអស់អញ្ចឹងការព្រួយបារម្ភរបស់ថ្មទៅអនាគតក្មេងៗអត់ស្គាល់សត្វព្រៃទៀតទេដូចជាពពួកប្រភេទសត្វទន្សោងសត្វប្រើសសត្វជ្រូកអីផ្សេងៗ របាយការណ៍របស់មន្ទីរបរិស្ថានខេត្តដ៏បញ្ជ័យចេញផ្សាយកាលពីថ្ងៃទី17ខែតុលាឆ្នាំ 2025 នេះបានឲ្យដឹងថាគិតត្រឹមខែតុលាមន្ត្រីបរិស្ថានបានចុះល្បាតក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តដ៏បញ្ជ័យចំនួន669លើកដោយបង្ក្រាបបានបទល្មើសចំនួន13ករណីក្នុងនោះសារបានអន្ទាក់បានចំនួន200ខ្សែ មន្ត្រីបរិស្ថានបានបញ្ជាក់ថាប្រតិបត្តិការចុះបង្ក្រាបបទល្មើសក្នុងរយៈពេលនេះគឺមន្ទីរបរិស្ថានបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តចំនួន4ករណីផងដែរតំបន់ការពារសង់រុក្ខវ័នមានផ្ទៃដីសរុបចំនួន 3254 ហិកតាក្នុងនោះមានលិចទឹកជាង 6000 ហិកតានៅរដូវប្រាំងនិងជិត 10000 ហិកតានៅរដូវវស្សាដោយស្ថិតនៅក្នុងស្រុកអន្លង់វែងស្រុកចុងកាល់ក្រុងសំរោងខេត្តឧត្តរមានជ័យ ព្រៃសហគមន៍សង់រុក្ខវ័នត្រូវបានរាជរដ្ឋាភិបាលដាក់ជាតំបន់ការពារដែនជម្រកសត្វព្រៃសង់រុក្ខវ័ននៅឆ្នាំ 2018 ក្រោយការតស៊ូការពារពីអតីតព្រះសង្ឃលោកប៊ុនសាលួតនិងសមាជិកសហគមន៍ផ្សេងទៀតដែលស្រឡាញ់ព្រៃឈើនិងធនធានធម្មជាតិតាំងពីឆ្នាំ 2001 ព្រៃឈើក្នុងសហគមន៍នេះអាចជាព្រៃចុងក្រោយមួយនៅក្នុងខេត្តឧត្តរមានជ័យដែលនៅសល់ព្រៃឈើនិងសត្វព្រៃប្រភេទកម្រដូចជាទន្សោងនិងប្រភេទសត្វផ្សេងទៀត